សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសេរីរឿងរបស់យើង A View Internal សេរីរបស់យើងបានកាត់ឲ្យឃើញបរិសុទ្ធ2នាក់បានទៅដល់មុខសំណាក់បាយនៅពេលដែលពួកគេទៅដល់មុខសំណាក់បាយពួកគេបានឆ្ងល់ថាហេតុអ្វីបានថ្ងៃនេះសំណាក់បាយស្ងាត់ម្ល៉េះជាធម្មតាសំណាក់បាយមិនដែលបិទហើយចាក់សបែបហ្នឹងទេហើយពួកគេបានបន្ថែមទៀតថាច្បាស់ជាសំណាក់បាយមានរឿងអីខុសប្រក្រតីហើយសេរីរបស់យើងបានកាត់បន្តមកលើភ្នំវិញដោយនៅទីនោះមានមនុស្សជាច្រើនបានជួបជុំគ្នារំពេចនោះមានរទេះសេះមួយយ៉ាងប្រណិតបានមកដល់ដោយរទេះសេះនេះគឺជារទេះសេះចេញមកពីគ្រួសារហ៊ូដោយគ្រួសារនេះគឺជាគ្រួសារដែលមានទ្រព្យដ៏ស្រស់ស្ដំនិងមានរបស់របរដ៏សម្បូរបែបជាច្រើននៅពេលនោះទ្វាររទេះសេះក៏បានបើកឡើងហើយមនុស្សជាច្រើនបានចោមរោមមើលរទេះសេះនោះដោយពួកគេចង់ឃើញមុខមាត់អ្នកដែលនៅក្នុងរទេះសេះហើយពួកគេបាននិយាយទៀតថាបើសិនជាបុរសគឺបុរសដែលសង្ហាបើនារីគឺនារីដែលស្រស់ស្អាតពេលនោះក៏លេចចេញនារីម្នាក់មកពីរទេះសេះគ្រាន់តែកម្លាំងជើងរបស់នាងគឺដើរមករទេះសេះឡើងរង្គើអស់ហើយនៅពេលដែលមនុស្សដែលនៅចាំមើលរទេះហ្នឹងពេលដែលឃើញរូបរបស់នាងគឺភ្ញាក់ផ្អើលមែនទេហើយខុសពីក្តីសម័យរបស់ពួកគេគិតថាជានារីដែលស្រស់ស្អាតពេលចេញមកនារីដ៏កំាប់ហើយសំឡេងឡើងប្រុសហើយពេលហ្នឹងនារីដែលមានសាច់បានស្រែកឡើងថាយើងបានមកដល់ហើយម្ចាស់ស្រីតូចសូមចេញពីក្រេស្នែងនៅពេលដែលនាងបានចេញមកគឺបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតហើយមនុស្សទាំងអស់គ្នាបានចោមរោមមើលមកកាន់នាងដោយនាងគឺជាកូនស្រីរបស់ត្រកូលហ៊ូដែលនាងមានឈ្មោះថាហ៊ូឈៀមៃហើយខ្ញុំសូមហៅនាងថាម៉ៃម៉ៃហើយណាបងប្អូននៅពេលដែលម៉ៃម៉ៃបានមកដល់នាងបានធ្វើទៅមុខដ៏ខ្ជិតខ្ជួតហើយនាងបាននិយាយថាទីបំផុតនាងបានចេញមកលេងនៅសំណាក់ខាងក្រៅហើយនាងនឹងធ្វើជាសិស្សនៅក្នុងសំណាក់មួយនេះហើយបងប្អូនកុំច្រឡំពាក្យដែលខ្ញុំនិយាយថាសំណាក់គឺជាកន្លែងហាត់ក្បាច់គុនមិនមែនសំណាក់អីផ្សេងទេដោយសារខ្ញុំខ្លាចបងប្អូនច្រឡំថាអំណាក់អញ្ចឹងណាខណៈពេលនោះមនុស្សដែលចោមរោមមើលស្រីមីស្រាប់តែនាំគ្នារត់ផ្អើលឈូឆរដោយពួកគេនាំគ្នារត់ទៅមើលមនុស្សដែលមកពីសំណាក់បាយហើយពួកគេចាប់ដើមនិយាយថាវាគឺជារឿងដែលមិនធម្មតាដោយពួកគេមិនដែលឃើញមនុស្សមកពីសំណាក់បាយ10ឆ្នាំហើយមកចូលរួមនៅក្នុងសំណាក់ខាងក្រៅដោយទូឯប្រុសរបស់យើងហើយនឹងប្រូម៉ាប់ដើរមកដល់មានអំណាចដែលមានអមជាមួយនឹងប្រូម៉ាប់ផ្សេងទៀតពេលហ្នឹងទូឯប្រុសរបស់យើងបាននិយាយជាមួយបងប្រុសធំរបស់គេបងប្រុសយើងគួរតែប្រុងប្រយ័ត្នទុកជាមុនហើយយើងគួរតែរៀបចំផែនការដូចគ្នាហើយបងប្រុសធំក៏យល់ព្រមអំពីពាក្យសម្ដីរបស់ទូឯប្រុសរបស់យើងខណៈពេលនោះក៏មានបុរសម្នាក់បានជិះដើរហោះមកដើម្បីនិយាយអំពីការសាកល្បងនិងប្រាជ្ញាច្បាប់មួយចំនួនទៅកាន់អ្នកដែលចូលរួមហើយមនុស្សទាំងអស់គ្នាត្រូវអនុវត្តច្បាប់មួយនេះដោយមានភាពស្មោះត្រង់និងយុត្តិធម៌ដោយការសាកល្បងគឺចាប់ផ្ដើមឥឡូវនេះដោយមុននឹងចាប់ផ្ដើមយើងមើលទៅកាន់មួយខែមុនដោយប្រមាថហើយនឹងទូឯប្រុសរបស់យើងបានរៀបចំផែនការពីព្រោះប្រមាថដឹងថាការសាកល្បងនេះគឺពិតជាធ្វើឲ្យមានគ្រោះថ្នាក់មែនទែននៅពេលហ្នឹងប្រមាថបានសួរមកកាន់ទូឯប្រុសរបស់យើងអាប្អូនទី5តើឯងមានគម្រោងការឬក៏ផែនការអ្វីដែរហើយទូអង្គប្រុសរបស់យើងបាននិយាយថារងចាំដោយការរងចាំរបស់ទូឯប្រុសរបស់យើងកាន់តែខ្សោះមនុស្សម្ដងបន្តិចហើយបងប្រុសធំរបស់គាត់បាននិយាយថានេះគឺជាគំនិតដែលល្អហើយបងប្រុសធំបាននិយាយបន្តថាយើងមិនត្រឹមតែរងចាំឲ្យពួកគេអស់កម្លាំងនោះទេហើយយើងក៏ត្រូវតែវឹកហាត់ខ្លួនឯងផងដែរដោយការវឹកហាត់របស់គេមានទាំងការលីស្រូវការហក់បុកការផ្ដួលគូសត្រូវដែលនៅជុំវិញខ្លួនដោយទូឯប្រុសរបស់យើងរៀនអំពីការរត់គេចពេលហ្នឹងសេរីរបស់យើងបានកាត់បន្តទៅកាន់ការសាកល្បងដោយទូឯប្រុសរបស់យើងបាននិយាយថាគាត់បានរៀបចំខ្លួនរួចរាល់ហើយក្នុងការដែលសាកល្បងមួយនេះទូឯប្រុសរបស់យើងក៏រួចរាល់ក្នុងការដែលធ្វើវាផងដែរប៉ុន្តែនៅពេលដែលចូលទៅដល់មានអីទូឯប្រុសរបស់យើងបាននិយាយថាវាខុសពីការដែលគាត់សម័យហើយនឹងការដែលគាត់រំពឹងទុកបើយើងនិយាយអំពីទូឯប្រុសរបស់យើងអត់មានធ្វើអីទេបាទគឺរត់តែកិច្ចទេទូឯប្រុសរបស់យើងចំណែកប្រមាប់របស់យើងបានឆ្លងផ្ទះគាត់មួយគឺវាយមនុស្សដែលនៅជុំវិញនឹងដួលពេញនឹងឯងប្រមាប់បានស្រែកថាបងប្រុសទី5ទុកឲ្យពួកយើងជាអ្នកការពារឯងសេរីរបស់យើងបានកាត់បន្តនៅកន្លែងចដាដែលឡើងទៅលើសំណាក់គុណហើយក៏បាននៅឃើញបរិស2នាក់ដោយបរិសម្នាក់ថត់បរិសម្នាក់ស្គមដោយបរិសដែលស្គមនឹងបានស្រែកថាគុំចាប់ឲ្យរបស់ខ្ញុំព្រោះអីខ្ញុំមកសាកល្បងនៅទីនេះគឺជាលើកទី11ហើយអត់ដែលបានជាប់ទេលេខ្ញុំទៅខ្ញុំចង់ចូលទៅសំណាក់គុណមួយនេះណាបន្ទាប់ពីពួកគេប្រកែកគ្នានិយាយមិនត្រូវរើគ្នាស្រាប់តែទូឯប្រុសរបស់យើងរត់រយទៅអាគ្នានេះខំទៅដើមគ្នាចង់ប្រកាច់ហើយទូឯប្រុសរបស់យើងមិនត្រឹមតែរត់ឆ្លៀតបាយគេទេណាដោយប្រមាប់ហើយនឹងប្រូដេស្កូមបាននិយាយថាមើលវានៅបន្តរត់នោះហើយទូឯប្រុសរបស់យើងរត់បដានិយាយបណ្ដាមិនដឹងថាបងប្រុសធំហើយនឹងបងស្រីធំពេលនេះនៅណាទេពេលហ្នឹងសេរីរបស់យើងបានបង្ហាញអំពីប្រមាប់ហើយនឹងបងស្រីធំបានរត់ពីក្រោយទូឯប្រុសរបស់យើងដោយប្រមាប់បានឃើញប្រូច័ន្ទហ្វៃដែលកំពុងតែរត់ប្រកិតនឹងគាត់បើបងប្អូនអត់ស្គាល់ប្រូច័ន្ទហ្វៃទេបងប្អូនអាចមើលនៅភាគ2បានដើម្បីបងប្អូនបានដឹងថាប្រូច័ន្ទហ្វៃជាអ្នកណាគេខណៈពេលនោះប្រូច័ន្ទហ្វៃគឺដេញតាមពីក្រោយប្រមាប់របស់យើង
ហើយប្រមាថបានបញ្ជាបងស្រីទី3រត់ទៅខាងមុខមុនគាត់ដោយប្រូច័ន្ទហ្វេបាននិយាយថាគាត់គ្រាន់តែមើលការសាកល្បងនេះទេដោយគាត់ចង់ដឹងថាតើប្រមាថនឹងកំពុងតែធ្វើអីគេពេលហ្នឹងប្រមាថបានឈប់នៅលើស្ពានហើយទាញខ្ទះដែលនៅពីក្រោយខ្នងរបស់គាត់ដើម្បីវាយស្ពានកំទេចកុំឲ្យប្រូច័ន្ទហ្វេឆ្លងមកតាមបាននៅពេលដែលប្រូច័ន្ទហ្វេបានកាប់កំទេចស្ពានហើយលោតទៅខាងលើស្រាប់តែដើមឈើដែលនៅខាងលើបានចាប់ប្រូច័ន្ទហ្វេជាប់ព្រមទាំងដាវរបស់គាត់ដោយប្រូច័ន្ទហ្វេស្រែកខ្លាំងៗថាប្រមាថមិនក៏ឯងលេងល្បិចដាក់យើងបែបនេះហើយគាត់ក៏បានបន្ថែមទៀតថាចាំជួបគ្នានៅពេលក្រោយសាច់រឿងរបស់យើងបានកាត់បន្តទៅកាន់តួឯកប្រុសរបស់យើងនៅពេលនោះតួឯកប្រុសរបស់យើងបានទៅដល់កន្លែងមួយដែលគេហៅថាសសរធាតុទាំង5នៅពេលដែលគាត់ទៅដល់ទីនោះគាត់បាននឹកចាំនៅសម្ដីរបស់ប្រមាថហើយប្រមាថបាននិយាយថាឯងត្រូវធ្វើចិត្តឲ្យក្លាហានមុនពេលដែលឯងឆ្លងនៅកាន់សសរមួយនោះព្រោះនៅពេលដែលឯងឆ្លងប្រសិនបើឯងធ្លាក់ចេញពីសសរមួយនោះឯងនឹងជួបគ្រោះថ្នាក់ធំមុនពេលឯងនឹងឆ្លងឯងត្រូវប្រកាសថាគ្រប់ផ្លូវទាំងអស់គឺមិនមានបញ្ហាអ្វីឡើយព្រោះការឆ្លងកាត់នៅទីនោះគឺមិនពិបាកនោះទេទោះឯងធ្លាក់ទៅខាងក្រោមក៏គ្មានបញ្ហាអ្វីដែរតួឯកប្រុសរបស់យើងបាននិយាយថាបើសិនបើគាត់ធ្លាក់នៅទីនោះប្រហែលជាគាត់នឹងស្លាប់ហើយបន្ទាប់ពីតួឯកប្រុសរបស់យើងបានសម័យរួចហើយគាត់ក៏សម្រេចចិត្តលោតដោយគាត់ជឿថាវាងាយស្រួលសម្រាប់គាត់ជារួមតួឯកប្រុសរបស់យើងជឿថាគាត់នឹងអាចធ្វើបានដូច្នេះតួឯកប្រុសរបស់យើងបានលោតពីមួយដំណាក់ទៅមួយដំណាក់ពីមួយដំណាក់ទៅមួយដំណាក់នៅពេលដែលតួឯកប្រុសរបស់យើងបានលោតទៅថ្មចុងក្រោយស្រាប់តែមានខ្យល់បានបក់មកកាន់គាត់ហើយធ្វើឲ្យគាត់មិនអាចលោតដល់ថ្មចុងក្រោយប៉ុន្តែគាត់អាចតោងថ្មនឹងបានជាប់បន្ទាប់ពីគាត់តោងហើយក៏មានសត្វបក្សីមួយហើរទៅតុំលើថ្មនឹងផងដែរបន្ទាប់ពីហើរតុំនៅលើថ្មនឹងហើយតួឯកប្រុសរបស់យើងចាប់ផ្ដើមភ័យខ្លាំងមែនទែនពីព្រោះនៅពេលដែលបក្សីនឹងហើរចេញពីថ្មមួយនឹងប្រកាសថាតួឯកប្រុសរបស់យើងនឹងមានគ្រោះថ្នាក់ដោយសារតែថ្មមួយនឹងអស់លំនឹងដោយយើងនិយាយមិនទាន់ផុតពីមាត់បាក់សីក៏បានហើរចេញពីដុំថ្មមួយនឹងដែលធ្វើឲ្យតួឯកប្រុសរបស់យើងអស់លំនឹងហើយធ្លាក់ទៅខាងក្រោមខណៈពេលដែលគាត់ត្រូវធ្លាក់ទៅខាងក្រោមនឹងគាត់បានតោងស្មៅមួយដែលជាប់នៅលើថ្មហើយគាត់តោងមិនជាប់នោះទេដោយសារស្មៅនឹងវាតូចពេកធ្វើឲ្យគាត់ដាច់ធ្លាក់ទៅខាងក្រោមបើយើងគិតមើលប្រហែលជាតួឯកប្រុសយើងនឹងស្លាប់ហើយប៉ុន្តែដោយសារសាច់រឿងរបស់គាត់គឺជាតួដូច្នេះគាត់មិនស្លាប់ងាយៗនោះទេនៅពេលដែលតួឯកប្រុសរបស់យើងបានធ្លាក់គឺគាត់ធ្លាក់ទៅទល់នឹងថ្មមួយដែលនៅពីក្រោមថ្មតូចមួយនោះប៉ុន្តែបើយើងក៏លេបមកមើលតួឯកប្រុសរបស់យើងគ្នាភ័យនឹងភ័យលបប្រកាច់ប្រកិនតែម្ដងមកដោយសារគ្នាថាគ្នាស្លាប់ហើយមើលទៅហើយសេរីរបស់យើងបានកាត់បន្តឲ្យឃើញផ្លូវមួយដែលត្រូវឡើងទៅសំណាក់គុណពេលនោះតួឯកប្រុសរបស់យើងគឺឈរនៅផ្លូវទៅសំណាក់គុណនឹងឯងហើយប្រមាថបានស្រែកតាមពីក្រោយថាអាប្អូនប្រុសនៅចាំយើងនៅទីនោះហើយទីទៀតយើងទៅដល់ហើយដោយសេរីរបស់យើងបានកាត់បន្តនៅកន្លែងប្រមាថបានមកដល់ហើយនឹងជួបតួឯកប្រុសរបស់យើងគាត់បាននិយាយថាបងប្រុសសម្លាញ់ហើយពិតជាធ្វើបានល្អណាស់នៅពេលដែលពួកគេបានឡើងទៅដល់ខាងលើស្រាប់តែជួបបរិសម្នាក់ដែលជិះដើរហោះនឹងឯងដោយបរិសម្នាក់នោះបាននិយាយថាអបអរសាទរផងក្មេងប្រុសដែលបានមកដល់ជាន់ទី3ហើយគាត់បានបន្ថែមទៀតថានៅពេលដែលឯងឆ្លងកាត់ភាពមួយនេះឯងនឹងក្លាយជាសិស្សដ៏ពិតប្រាកដនៅក្នុងសំណាក់មួយនេះហើយឯងនឹងមានជីវិតអមតៈបើយើងមើលមកកាន់ទឹកមុខតួឯកប្រុសរបស់យើងគឺគាត់ពិតជារំភើបខ្លាំងណាស់នៅពេលដែលតួឯកប្រុសរបស់យើងរៀបនឹងដើរឡើងគាត់ចាប់ដើមឈប់បន្តិចសិនហើយចាប់ដើមសុំលោកគ្រូដើរហោះហ្នឹងដោយគាត់ចង់ចេញទៅខាងក្រៅមកផ្លេតហើយតិចទៀតគាត់នឹងត្រឡប់មកវិញដោយចំណុចដែលគាត់ចេញទៅក្រៅគឺពិតជាកំ pl ែងមែនទេកន្លែងទៅហ្នឹងដោយតួឯកប្រុសរបស់យើងបានចេញទៅជួបប្រូមួយដែលកំាប់ហើយនិងប្រូមួយដែលស្គមនៅពេលដែលគាត់ជួបប្រូពីរនាក់ហ្នឹងគាត់ចាប់ដើមនិយាយក្រៀងកំសត់ដោយគាត់បាននិយាយថាគាត់គឺពិតជាមិនចង់បែកអំពីសំណាក់បាយនោះទេហើយគាត់រអ៊ូបន្ថែមទៀតថាហេតុអ្វីបានព្រះដាច់ចិត្តម្លេះគាត់បានបន្ថែមទៀតថាគាត់មិនចង់ខ្លាចជាសិស្សនៅទីនេះទេព្រោះគាត់ចង់ជួបជុំបងប្អូននៅសំណាក់បាយដោយព្រោះតែបងប្អូននៅសំណាក់បាយគឺគាត់ជួបការអត់ឃ្លានដោយបងស្រីទី3ក៏ចូលរួមសម្ដែងជាមួយតួឯកប្រុសរបស់យើងដែលគាត់ធ្វើជាសន្លប់ហើយតួឯកប្រុសរបស់យើងបានបន្ថែមទៀតថាអូបងស្រីទីស្រឡាញ់អើយដោយព្រោះតែអត់អាហារជាច្រើនថ្ងៃទើបធ្វើឲ្យបងសន្លប់បែបនេះនៅពេលហ្នឹងប្រមាថហើយនឹងប្រូស្គមពិតជានៅតួឯកប្រុសរបស់យើងហើយនឹងបងប្អូនដែលមកពីសំណាក់បាយនឹងផងដែរពេលនោះតួឯកប្រុសរបស់យើងបានអំពាវនាវសុំពួកគេ200កាក់ដើម្បីផ្គត់ផ្គង់សំណាក់បាយបើយើងនិយាយកាត់ជារួមតួឯកប្រុសរបស់យើងនិយាយទាំងទឹកភ្នែកដែលកំសត់ហ្មងណាក្រោយមកអ្នកដែលមកចូលរួមក្នុងការប្រកួតចាប់ដើមស្រក់ទឹកភ្នែកតាមតួឯកប្រុសរបស់យើងហើយបានយកលុយដែលពួកគេមានទាំងប៉ុន្មានដើម្បីយកមកឲ្យតួឯកប្រុសរបស់យើងព្រោះពួកគេអាណិតពេកទៅតួឯកប្រុសរបស់យើងខូចហ្មងហើយតួឯកប្រុសរបស់យើងបានបន្ថែមមកចំណុចទៀតថាសូមឲ្យគាត់បានសម្រេចនៅក្តីសម័យរបស់គាត់ព្រោះឯគាត់ចង់ជួយអ្នកដែលនៅសំណាក់បាយហើយពេលហ្នឹងមានអីពួកដែលមកចូលរួមនឹងយំក្រែវបន្ទាប់មកគ្រូដែលចាំបើកទ្វារពួកគេចូលក្នុងសំណាក់គុណនឹងបានស្រែកឡើងថាពួកឯងនឹងបានបំពេញច្បាប់ហើយគាត់បាននិយាយពាក្យថាបំពេញប៉ុន្តែគាត់ដឹងថាបំពេញនៃគេអញ្ចឹងដំបូងមកគាត់ឡើងក្រហមប៉ុន្តែដល់ពេលគាត់ដឹងថាបំពេញនៃគេគាត់មកធម្មតាវិញពេលហ្នឹងតួឯកប្រុសរបស់យើងចាប់ដើមប្រាប់ទៅកាន់លោកគ្រូនោះវិញហើយនឹងសូត្រច្បាប់
ច្បាប់នៅក្នុងសាលាដោយតួ app របស់យើងនិយាយអំពីច្បាប់ក្នុងសំណាក់វិញ្ញាណដោយក៏និយាយអំពីច្បាប់ទី1គុំបែបនេះហើយច្បាប់ទី2គុំបែបនោះហើយច្បាប់ទី3គុំមិនហ្នឹងមានច្រើនទៀតប្រហែលជាបងប្អូនឆ្ងល់ថាតើតួ app របស់យើងចេះច្បាប់ទាំងអស់ហ្នឹងមកពីណាមុនពេលដែលតួ app របស់យើងបានមកដល់ទីនេះតួ app របស់យើងបានអានច្បាប់ទាំងអស់អំពីសំណាក់វិញ្ញាណនៅក្នុងសំណាក់បាយរួចអស់ហើយតួ app របស់យើងបានចាំច្បាប់ទាំងអស់នៅក្នុងនោះដោយតួ app របស់យើងបានសូត្រច្បាប់នឹងរហូតដល់386ដែលច្បាប់386បាននិយាយថាកុំអោយចូលតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាតពេលហ្នឹងតួ app របស់យើងបាននិយាយទៅកាន់លោកគ្រូដែលយាមទ្វាថាបើលោកគ្រូចង់ឲ្យខ្ញុំសូត្រច្បាប់ទាំងអស់នឹងម្ដងទៀតខ្ញុំនឹងសូត្រឲ្យលោកគ្រូស្ដាប់ម្ដងទៀតហើយតួ app របស់យើងបានបញ្ជាក់ថាគាត់អាចបានធ្វើខុសច្បាប់មួយណានោះទេប្រសិនបើគាត់ធ្វើខុសច្បាប់សូមលោកគ្រូជួយចង្អុលបង្ហាញហើយនឹងប្រាប់មកកាន់គាត់ផងដោយលោកគ្រូបានមើលត្រឡប់ទៅវិញគឺតួ app របស់យើងអាចបានធ្វើអីខុសច្បាប់នោះទេហើយពេលដែលតួ app របស់ដឹងថាខ្លួនឯងខុសច្បាប់បាននិយាយទៅកាន់មនុស្សទាំងអស់គ្នានៅទីនោះថាតើអ្នកណាគេចង់ចូលទៅកាន់សំណាក់គុណមុនគេដោយមនុស្សនៅទីនោះចាប់ដើមនាំគ្នាលើកដៃហើយនៅប្រកួតប្រជែងគ្នាដែលចង់ចូលមុនគេទាំងអស់គ្នាហើយពួកគេក៏ដេញថ្លៃមានអ្នកខ្លះមាន100ហុងអ្នកខ្លះមាន200អ្នកខ្លះមាន300អ្នកខ្លះមាន400អញ្ចឹងណាខណៈពេលហ្នឹងកូនស្រីគ្រួសារហូក៏បានមកដល់ដោយនាងបានប្រគល់ឲ្យតួប្រុសយើងរហូតដល់10តម្លឹងគឺច្រើនជាងគេដោយតួ app របស់យើងគឺឲ្យលឺ10តម្លឹងគឺពិតជាសប្បាយចិត្តមែនទែនហើយកូនស្រីគ្រួសារហូបាននិយាយថាតើឲ្យនាងចូលមុនគេអត់ឥឡូវដោយតួ app របស់យើងឃើញ10តម្លឹងហើយគឺមិននៅចាំយូរទេគឺបាននិយាយថានេះអ្នកនាងចូលមុនគេអ្នកនាងហើយនាងក៏បានដើរចូលទៅទីនោះមុនគេហើយបន្ទាប់ពីចូលម្ដងម្នាក់បានលុយទៅកាន់តួ app របស់យើងច្រើនហើយនៅពេលដែលតួ app របស់យើងរៀបនឹងចូលនឹងស្រាប់តែច័ន្ទហ្វៃនឹងបានមកដល់ហើយបាននិយាយទៅកាន់លោកគ្រូដែលយាមទ្វារនោះថាពួកដែលមកពីសំណាក់បាយនឹងសិតតែធ្វើខុសច្បាប់ហើយបានស្នើសុំឲ្យលោកគ្រូយាមទ្វារនឹងពិនិត្យច្បាប់ម្ដងទៀតបន្ទាប់មកលោកគ្រូយាមទ្វារក៏យកព្រមក៏នាំពួកគេទៅពិនិត្យច្បាប់ហើយសម្រាប់ប្រមាណរបស់យើងក៏មិនចោលដែរអត់ពិនិត្យច្បាប់ចាស់ព្រោះអីពួកគាត់មិនបានធ្វើខុសច្បាប់នោះទេនៅពេលហ្នឹងពួកគេបានរៀបចំខ្លួនដើម្បីចូលទៅក្នុងទ្វារសំណាក់វិញ្ញាណដោយតួ app របស់យើងដើរនៅខាងមុខហើយប្រូចាន់ហ្វៃដើរនៅខាងក្រោយតួ app របស់យើងបន្ទាប់មកប្រមាណគឺដើរពីក្រោយប្រូចាន់ហ្វៃដោយប្រូចាន់ហ្វៃគឺពិតជាខូចមែនទែនបានចាប់តួ app របស់យើងហើយបោះចូលទៅក្នុងទ្វារមិនឲ្យដើរចូលតាមស្រួលបែរជាបោះតួ app របស់យើងចូលទៅក្នុងទ្វារសម្រាប់សេរីរបស់យើងនៅភាគ3គឺចាប់តែប៉ុណ្្នឹងបើបងប្អូនចង់ទស្សនាបន្តកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗមុនគេបាយបាយ